បាទថ្ងៃនេះយើងបញ្ចប់សប្តាហ៍ទី1យើងមានគេហៅ back to back មានន័យថា2សប្តាហ៍ជាប់គ្នាថ្ងៃនេះយើងវាយប្រៃព្រាត់នឹងសប្តាហ៍ទី1ខាងកីឡាការិនីហើយនឹងកីឡាករមកម៉ាត់ទី2នៅថ្ងៃនេះហើយម៉ាត់ដែលយើងឃើញបច្ចុប្បន្ននេះគឺថាគាត់nakវាយសាកល្បងនឹងចូលក្នុង main draw ចំពោះអាទិត្យក្រោយខ្ញុំក៏ចាប់វាយរួចហើយគាត់ត្រូវវាយ3ម៉ាត់មុននឹងបើគាត់ឈ្នះហ្នឹងគាត់ចូលទៅ main draw មានន័យថាគាត់ចូលទៅ tableau ហ្មងហើយមានកីឡាករ50នាក់មានន័យថាក្នុង draw មួយយើងបាន32អញ្ចឹងយើងត្រូវឲ្យគាត់សាកល្បងឲ្យកតុយនោះទៅគាត់សាកល្បងនិយាយរួមទៅវាណែនទាំងអស់ហ្មងហើយយើងសហព័ន្ធវាយកូនបាល់ក៏មានការរីករាយដែរដោយសារយើងមានបញ្ហានៅក្នុងស្រុកយើងខ្លាចតាកីឡាករនេះកាត់ហ៊ានមកប៉ុន្តែបច្ចុប្បន្នអត់អីទេគេទុកចិត្តទី1ទុកចិត្តទីកម្ពុជាយើងគេទុកចិត្តការគ្រប់គ្រងនិងការរៀបចំពីសហព័ន្ធយើងដោយសារយើងបានរៀបចំកម្មវិធីនេះយ៉ាងច្រើនឆ្នាំហើយបាទល្អមែនទែនចំពោះកម្ពុជាយើងដោយសារយើងមានកីឡាករមួយដែលបានទទួលបន្ទុកអន្តរជាតិហើយគាត់នៅវាយសប្តាហ៍ទី2នឹងដែរគាត់មកនេះពីអាទិត្យគាត់មកគាត់កម្ពុជាយើងពីប៉ុណ្ណឹងមកពីសប្តាហ៍បាទកីឡាករមួយនឹងដែលយើងគាត់តំបានបន្ទុកហើយយើងមានពៅវិរៈដែលបានចូលរួមដែរប៉ុនគ្នារបួសជើងនោះគាត់គ្នាបានឈ្នះម៉ាត់ទី1ហើយម៉ាត់ទី2គាត់របួសជើងហ្មងឥឡូវយើងឲ្យគាត់សម្រាកដើម្បីយើងត្រៀមគាត់ចំពោះសប្តាហ៍ទី2យើងមានលួយឡាប្លានេតាដែលគាត់បានចូលរួមដែរមកគាត់ចាញ់នឹងម៉ាត់ទី1នៅក្នុងការសាកល្បងយើងទប់ទល់ជាមួយគេបានផោះតាំងគឺថាយើងបានឈ្នះម៉ាត់ច្រើនដែរហើយយើងបានទទួលបន្ទុកមួយដែរកីឡាករមួយនេះបូណាហ្នឹងគាត់បានទទួលបន្ទុកមួយអន្តរជាតិដូច្នេះគាត់មានការរំភើបដែលបានត្រឡប់មកប្រទេសកម្ពុជាយើងប្រទេសម្ដាយគាត់ហើយគាត់បានមកយកបន្ទុកនៅក្នុងការប្រកួតនេះមួយដែរហើយយើងយល់ឃើញថាយើងមិនមែនត្រឹមតែទប់ទល់ជាមួយគេបានទេយើងបានឈ្នះគេដែរបាទគាត់សប្បាយចិត្តណាស់គេគាត់ទៅសារការរៀបចំយើងដែរហើយភាគច្រើនដែលគេមិនបានដឹងចំពោះព័ត៌មាននៅក្នុងស្រុកយើងគេយល់ឃើញថាស្រុកយើងមានsafety យើងមានវាធម្មតានិយាយរួមទៅគេអត់មានយល់ឃើញថាគេអត់សូវបារម្ភអីអត់សោះបាទ